ជាដំបូងខ្ញុំប្រកាសណាខ្ញុំបាទសូមក្រាបថ្វាយបង្គំព្រះថេរានុទ្រគ្រប់ព្រះអង្គនឹងធ្វើការរាប់អានចំពោះប្រិមិត្តដែលជួយចិត្តតាមដានការអត្ថាធិប្បាយរបស់ខ្ញុំអំពីជីវប្រវត្តិអ្នកប្រាជ្ញខ្មែរយើងពីសម័យដើមនៅក្នុងគណៈនេះខ្ញុំសូមធ្វើការអត្ថាធិប្បាយជីវប្រវត្តិរបស់លោកស្រីបណ្ឌិតសាស្ត្រាចារ្យពៅសៅរស់លោកស្រីបណ្ឌិតសាស្ត្រាចារ្យពៅសៅរស់កើតនៅថ្ងៃទី24ខែសីហាឆ្នាំ1929ស្ថិតនៅទីក្រុងភ្នំពេញបិតារបស់លោកស្រីឈ្មោះពៅច្រាប់ជាចៅហ្វាយស្រុកខេត្តតាកែវនិងខេត្តកំពតហើយលោកស្រីពៅសៅរស់ជាក្មួយបង្កើតរបស់លោកអុកញ៉ាញឹកណូអ្នកអុកញ៉ាញឹកណូជាចាងវាងពិធីការព្រះបរមរាជវាំងនៅក្នុងទសវត្សរ៍ឆ្នាំ1960ការអប់រំនិងការសិក្សារបស់លោកស្រីលោកការសិក្សានៅវិទ្យាល័យព្រះសិស្សវត្តផ្នែកទស្សនវិជ្ជានិងអក្សរសាស្ត្របានចប់សពគ្រប់ហើយលោកស្រីក៏បានបន្តវិជ្ជានៅប្រទេសបារាំងនៅសាកលវិទ្យាល័យ Sorbonne ផ្នែកអក្សរសាស្ត្រនិងមនុស្សសាស្ត្របន្ទាប់មកលោកស្រីបានទទួលសញ្ញាបត្រផ្នែកខាងប្រវត្តិសាស្ត្រភូមិសាស្ត្រនិងភាសាសាស្ត្រលោកស្រីបានបន្តវិជ្ជាព្រមទាំងបានសិក្សាជាមួយលោកសាស្ត្រាចារ្យដល់ចំណានជាច្រើនដូចជាលោកសាស្ត្រាចារ្យលូវីរ៉េណូលោកសាស្ត្រាចារ្យអាម៉ង់មីណាផ្នែកវិជ្ជាករសំស្ក្រឹតលោកអាចារ្យលូវីរ៉េណូផ្នែកទស្សនវិជ្ជានិងអក្សរសាស្ត្រសំស្ក្រឹតលោកអាចារ្យអង់ត្រេប៉ារ៉ូផ្នែកពុទ្ធសាសនានិងបាលីលោកសាស្ត្រាចារ្យហ្សាំងលូវីលីយូហាត់ផ្នែកវប្បធម៌និងអរិយធម៌ទៀតទើបលោកស្រីបានទទួលសញ្ញាបត្រជាបណ្ឌិតរដ្ឋនៅឆ្នាំ1978ដោយសាសនាដៃមួយដែលគេតម្រូវឲ្យមានការសិក្សាស្រាវជ្រាវយ៉ាងជ្រាលជ្រៅដល់ធំធេងហើយយ៉ាងលំបាកក្រៃលែងគឺនិក្ខេបបទដែលមានចំណងជើងថារាមកេរ្តិ៍ខ្មែរនៅសតវត្សទី16និងសតវត្សទី17ការសិក្សាជាចំណងដ៏ធំធេងរបស់លោកស្រីបានន័យម្យ៉ាងទៀតថាឲ្យមានពន្លឺរស្មីប្រចាំកាយរបស់លោកស្រីទើបលោកស្រីបានស្វះស្វែងបន្តបន្ទាប់ទៀតនៅប្រទេសអង់គ្លេសដើម្បីស្វែងយល់អំពីភាសាមូនទីដំបូងជាមួយលោកសាស្ត្រាចារ្យកូនកេនលូសនៅឯកោះហ្សឺសេអំពីភាសាមូនបុរាណនិងបន្ទាប់មកទៀតភាសាមូនទំនើបជាមួយនឹងលោកសាស្ត្រាចារ្យសហរដ្ឋអាមេរិកជាច្រើនលើកជាច្រើនសារដើម្បីស្វែងសិក្សាបំពេញខាងភាសាសាស្ត្រមិនតែប៉ុណ្ណោះលោកស្រីមានឧបវិជ្ជាជាច្រើនរូបទៀតដូចជាសកសេដេសសង្ស្វាម៉ាទីនីជាដើមស្នាដៃរបស់លោកស្រីបានបន្សល់ទុកនូវស្នាដៃជាច្រើនគួរឲ្យកត់ស្ញប់ស្ញែងនៅក្នុងនោះយើងសូមបង្ហាញជូនតែស្នាដៃសំខាន់ៗប៉ុណ្ណោះផ្នែកភាសាវិទ្យានិងអក្សរសាស្ត្រនៅក្នុងឆ្នាំ1965និក្ខេបបទកម្រិតខ្ពស់ថ្នាក់ទី3មានចំណងជើងថាស្ថាបនាមខ្មែរបោះពុម្ពផ្សាយ2ឆ្នាំបន្តបន្ទាប់ពីឆ្នាំ1967នៅក្នុងឆ្នាំ1977និក្ខេបបទថ្នាក់បណ្ឌិតមានចំណងជើងថារាមកេរ្តិ៍ខ្មែរសតវត្សទី16និង17ផ្នែកសិលាចារឹកនៅក្នុងឆ្នាំ1989សិលាចារឹកថ្មីនៃព្រះរាជាណាចក្រកម្ពុជាមួយក្បាលនៅក្នុងឆ្នាំ2001សិលាចារឹកថ្មីនៃប្រទេសកម្ពុជាក្បាលទី2និងទី3នៅក្នុងឆ្នាំ1989សិលាចារឹកថ្មីនៃប្រទេសកម្ពុជាក្បាលទី1 Novelist Inscription from Cambodia នៅក្នុងឆ្នាំ2001សិលាចារឹកថ្មីនៃប្រទេសកម្ពុជាក្បាលទី2និងទី3 Novelist Inscription of the Cambodia នៅក្នុងឆ្នាំ2011សិលាចារឹកថ្មីនៃប្រទេសកម្ពុជាក្បាលទី4 Novelist Inscription from Cambodia នៅក្នុងឆ្នាំ1992វចនានុក្រមខ្មែរចាស់បារាំងអង់គ្លេសនៅក្នុងឆ្នាំ2004វចនានុក្រមខ្មែរចាស់បារាំងអង់គ្លេសពិនិត្យជាថ្មីឡើងវិញនិងបន្ថែមពាក្យជាច្រើនទៀតនៅក្នុងឆ្នាំ2017វចនានុក្រមភាសាខ្មែរសម័យកណ្ដាលបោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត
ផ្នែកវប្បធម៌នៅក្នុងឆ្នាំ1988គម្រោងច្បាប់បោះពុម្ពផ្សាយដោយមជ្ឈមណ្ឌលឯកសារស្រាវជ្រាវអរិយធម៌ខ្មែរបណ្ដាំចុងក្រោយរបស់លោកស្រីក្រៅពីស្នាដៃបោះពុម្ពធំខាងលើលោកស្រីក៏មានពាក្យបណ្ដាំខ្លះទុកសម្រាប់ប្រដៅអប់រំលោកស្រីជាពុទ្ធសាសនិកមុតមមម្នាក់ជីតាខាំដាយបានបង្រៀនឲ្យសូត្រធម៌តាំងពីក្មេងជាភាសាបាលីយ៉ាងចេះចាំយ៉ាងស្ទាត់ជំនាញលោកស្រីជឿថាមានតែធម៌ទីដែលធ្វើឲ្យយើងមាំទាំខ្លួនឯងគឺធម៌នេះហើយដែលធ្វើឲ្យកើតជាមនុស្សម្ល៉េះហើយលោកស្រីតែងតែសូត្រនូវពាក្យកាព្យមួយឃ្លាក្នុងច្បាប់កូនចៅថាលោកថាភ្លើងភ្លឺមិនមែនមកឬពុំស្មើសូរិយាលោកថាសូសែងភ្លឺចែងវិហាមកពុំស្មើព្រះធម៌ព្រះពុទ្ធជាក់ស្ដែងលោកស្រីនៅតែកាន់ធម៌ព្រះពុទ្ធសាសនាទោះបីលោកស្រីរៀបការជាមួយប្តីជនជាតិអង់គ្លេសកាន់សាសនាព្រាហ្មណ៍ក៏ដោយគួរជ្រាបថាពួកប្រូត្រេស្តង់មានវិន័យតឹងរ៉ឹងជាងពួកកាតូលិកការមរណភាពរបស់លោកស្រីបណ្ឌិតពៅសិវរស់ជាអ្នកប្រាជ្ញខាងសិក្សាស្រាវជ្រាវនិងផ្សព្វផ្សាយអរិយធម៌ខ្មែរបានទទួលមរណភាពក្នុងអាយុ90ឆ្នាំនាថ្ងៃទី25ខែមិថុនាឆ្នាំ2020នៅប្រទេសបារាំងជាចុងក្រោយនេះសូមអរគុណដល់បងប្អូនដែលមានមនសិការជាតិទាំងអស់គ្នាហើយក៏សូមអរគុណដល់បងប្អូនដែលបានជួយចុច like subscribe និង share វីដេអូរបស់ខ្ញុំទាំងអស់គ្នាហើយក៏សូមជូនពរឲ្យបងប្អូនខ្មែរយើងទាំងអស់មានសាមគ្គីភាពនៅក្នុងខ្លួននិងជូនពរឲ្យបងប្អូនខ្មែរយើងទាំងអស់ជួបនៅតែសេចក្តីសុខនិងសេចក្តីចម្រើនទាំងធ្វើដំណើរទាំងទៅទាំងមកសូមអរគុណ